ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកធ្វើវីដេអូទាក់ទងនឹងកិច្ចការរបស់យើង FTP server on EC2 នៅលើ AWS របស់យើងហើយបន្ទាប់មកយើងចុច login មួយ AWS ហើយយើង search រកពាក្យ EC2 ចុចមកបន្ទាប់មកយើងរកពាក្យថា security group ហើយមកដល់កន្លែងនេះយើងកន្លែងនេះចាញ់ខ្ញុំលុបចោលសិនកុំឲ្យច្រឡំគ្នាហើយបន្ទាប់មកកន្លែងនេះយើង location ហ្នឹងយើងដាក់ Ohio អត់ដែរហើយយើងចុច create មកកន្លែងនេះយើងដាក់O security អត់ដែរ group ហើយ description ដាក់ for learning កន្លែងនេះ default អត់ដែរបន្ទាប់មក add rule នេះខ្ញុំ add ឲ្យហើយហ្មងទៅdelete permission កន្លែងនេះយើងដាក់ all TCP ហ្នឹងហើយកន្លែងនេះយើងជា default description ដាក់ FTP learning បន្ទាប់មកយើងចុច create security group ហ្នឹងមកឥឡូវយើង create បានជោគជ័យហើយបន្ទាប់មកយើងចូលទៅកាន់ instance យើងម្ដងហើយកន្លែងនេះដូចគ្នាតែយើងដាក់នៅ Ohio នឹងអត់ដែរហើយ long instance ហ្នឹងមកបន្ទាប់មកយើងដាក់ឈ្មោះ FTP server ដាក់ទៅឈ្មោះយើងហ្មងទៅហើយកន្លែងនេះយើងយកវាបន្ទុកនេះអត់ដែរកន្លែងនេះត្រូវហើយបន្ទាប់មកកន្លែងនេះយើង create key របស់វាមកដាក់ EC2 C2 ឈ្មោះខ្ញុំហ្មងទៅ SU30 បន្ទាប់មកយើងចុច create មកហើយមកដល់កន្លែងនេះយើងយកឲ្យគេ select យក group security ដែលយើងបានបង្កើតមុនហ្នឹងនេះយើងបង្កើតហើយកន្លែងនេះយើងដាក់ដូចលោកគ្រូដែរ 20G ទៅបន្ទាប់មកយើងចុច log instance មកឥឡូវយើងបាន create ជោគជ័យហើយអញ្ចឹងយើងចូលទៅកាន់ instance របស់យើងចាំឲ្យវាដើរអស់ឥឡូវវាពេញហើយបន្ទាប់មកយើងចូលទៅកាន់ instance របស់យើងហ្នឹងទៅហើយចុចពាក្យ connect ហ្នឹងបន្ទាប់មកយើងចូលទៅកាន់ EC2 instance connect នេះដើម្បី copy public IP address វាទុកដើម្បី connect មួយFazilla របស់យើងអញ្ចឹងខ្ញុំចុច download យកអានេះថ្មីមួយមក copy ទុកមួយហើយបន្ទាប់មកយើងចូលទៅកាន់ SH client វិញហើយយើងយកពាក្យនេះ copy អា key frame វាហ្នឹងមក key pair វាហើយបន្ទាប់មកយើងចូលទៅកាន់ terminal ខ្ញុំ CD សិន download បន្ទាប់មកយើង paste key pair របស់យើងហ្នឹងហើយបន្ទាប់មកយើងទៅ copy SH ម្ដងអញ្ចឹងខ្ញុំចូលទៅកាន់ group security វិញដើម្បី edit inbound របស់វា add tool នេះ edit tool បន្ទាប់មកយក OTP បន្ទាប់មកកន្លែងនេះFTP learning
ហើយខ្ញុំចូលទៅកាន់ instance វិញដើម្បី copy អានេះ sh មកវិញតមក copy sh ចូលម្ដងទៀតហ្នឹងទៅ terminal តមក copy keep អានេះម្ដងទៀត cd download តមកយើង copy sh មកចុច yes ឥឡូវយើងចូលមកកាន់ Ubuntu server របស់យើងហើយបន្ទាប់មក comment បន្ទាប់ខ្ញុំបើកបោះលោកគ្រូមួយសិនយើងចុច sudo update សិនមក apt update បន្ទាប់មកយើងចុច sudo upgrade ម្ដងចុច yes មកឥឡូវយើង upgrade ហើយបន្ទាប់មកយើងចូលទៅ install VITPD នេះខ្ញុំចុចsudo apt install VITPD.y បន្ទាប់មកទៀតខ្ញុំចូលមកកន្លែង note បន្ទុកនេះហើយនេះខ្ញុំ clear ចោលមួយសិនទៅcontrol C នេះ control L បន្ទាប់មកយើងចូលទៅមើលថាយើងបាន download ហើយនៅចូលហើយបន្ទាប់មកខ្ញុំ ls.lx ហើយយើង grab ទៅ config វា itpd.config internal មានហើយបន្ទាប់មកខ្ញុំទៅ sudo backup file វាហ្នឹង cp vitpd.com vitpd.com ដូចគ្នាហើយ /back មកដើម្បី backup វាបន្ទាប់មកយើងចុច enter ទៅឥឡូវយើងចូលបានហើយបន្ទាប់មកយើងទៅកែ file root របស់វាយើងចុចsudo nano ហើយយើងចុច vstpd នឹងមកហើយកន្លែងនេះយើងនេះហ្នឹងទៅ allow វាខ្ញុំ copy ពីកន្លែងដែលខ្ញុំ note ទុកនេះហ្នឹងទៅតោះមកយើងយក paste ហ្នឹង
ហើយបន្ទាប់មកយើង arrow key វាមកដល់ក្រោមពេលអស់មកហើយបន្តមកទៀតយើងទៅ copy នេះយើងទៅ comment 3ដែលលោកគ្រូបានបោះឲ្យនេះមកបន្ទាប់មកយើង copy អាហ្នឹងទៅហើយបន្ទាប់មកយើងចុច control x comment x យើង comment y ទៅដឹកចោលសិនមិន y enter ទៅហើយបន្តមកទៀតយើងទៅ restart VLTP-D របស់យើងហ្នឹងបន្ទាប់មកខ្ញុំទៅ copy ហ្នឹងទៅនេះrestart server របស់យើងហើយបន្ទាប់មកខ្ញុំវា comment ហ្នឹងដែរដូរដាក់វាជា status វិញយើងឆែក status របស់វានេះATA2 status នេះ comment copy ហ្នឹងទៅលើកដាក់ S មិញហើយ comment បន្តទៀតចំណុចទី7ហ្នឹងយើងចូលទៅ open firewall on Ubuntu server របស់យើងហើយបន្តមកទៀតយើងចូលទៅ FileZilla របស់យើងហ្នឹងហើយយើងចុចយក file is sign manager ហើយ click យក new sign ហ្នឹងហើយកន្លែងនេះយើងដូរដាក់ SH file transfer protocol វិញហើយ copy អាកន្លែងដែលយើងបាន copy ទុកហ្នឹង port នេះ host របស់វាហើយនឹងយើងដាក់ port របស់វាបន្ទាប់មកកន្លែងនេះយើងដាក់ key file វិញដើម្បី import file key pair របស់យើងចូលហើយកន្លែងនេះខ្ញុំចូលទៅខ្ញុំចេញពីនេះសិនហើយ QMI បន្ទាប់មកខ្ញុំ copy user ហ្នឹងយកមកដាក់កន្លែង user ក្នុង FileZilla ហ្នឹងមកបន្ទាប់មកយើងចុច import អា file key pair របស់យើងចូលខ្ញុំចុច open ហើយបន្ទាប់មកយើងចុច connect វាទៅហើយបន្ទាប់មកយើងចាំឲ្យវាដើរអស់សិនហើយចាំយើងបង្កើត file directory មួយចុច create file directory ហើយយើងដាក់ឈ្មោះ file ហ្នឹងមកខ្ញុំដាក់ថាITP IU30 ហ្នឹងទៅបន្ទាប់មកខ្ញុំមក create file.txt ម្ដងយើងចុច create new file ហ្នឹងមកហើយខ្ញុំដាក់ file ហ្នឹង learning.txt ចុច OK ហើយបន្តមកទៀតយើងទៅ test មើលនៅ terminal ថាវាបង្កើតបានអត់ហើយវា connect ចូលអត់យើងចុច comment បន្ទាប់មក cd ls ឥឡូវវាចេញអា file ដែលយើងបានបង្កើតfolder ដែលយើងបង្កើតហើយនឹង file នោះ
អូខ្ញុំបង្កើតខុសអញ្ចឹងខ្ញុំ delete ចឹងទៅ delete អា learning.txt នឹងចេញវិញតោះមកយើងចូលឲ្យគេ folder atp_iu30 ហ្នឹងហើយ ls មើលវាដោយសារយើងអត់ទាន់បានបង្កើតខ្ញុំបង្កើតខុសអញ្ចឹងខ្ញុំទៅ delete អានោះចោលហើយយើងចុចទៅលើ folder atp_iu30 ហ្នឹងវិញដើម្បីបង្កើត file txt ហ្នឹងតោះមកខ្ញុំដាក់ file name វាដែរដាក់ learning.txt ហ្នឹងទៅឥឡូវយើង ls មើលវាម្ដងទៀតឥឡូវយើងបង្កើតបានហើយអញ្ចឹងបន្ទាប់មកខ្ញុំចង់ nano នៅលើ file ហ្នឹង file learning.txt ហ្នឹងតោះមកយើងចុចnano file learning.txt ហ្នឹងហើយយើងចូលមកដល់កន្លែងនេះយើងសរសេរតិចអញ្ចឹងខ្ញុំដាក់ថា welcome iu30 ហ្មងទៅកាលណាយើងចង់សរសេរអីក៏បានចឹងខ្ញុំដាក់ welcome iu30 ហើយបន្ទាប់មកcontrol x ឬ control y ដើម្បី save ទុកវាហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នា